សិតកងៅនេះប្រភេទផ្សិតកម្របងឆ្នាំញ៉ាំបានតាមរដូវកាលប្រភេទផ្សិតកងៅផ្សិតប៉អុយហ្នឹងមកជាលៀបហ្នឹងដឹងកូនចូលចិត្តរដូវផ្សិតប៉ផ្សិតកងៅម្ដងតែទិញវាយកេស្ណៅយកមកឲ្យកូនដល់អំបញ្ញអើយចឹងបានថាទឹកចិត្តម្ដាយឪពុកថ្លៃអត់បានទេផ្សិតកងៅនេះយើងយកមកឆាត្រឡប់ជាមួយនឹងពងមាន់ឬពងទាហើយមែនឆ្ងាញ់ឲ្យមេដៃ10បន្ទុកហ្មងចាចាំមិនត្រូវដាក់សាច់ដាក់ប៉ាគាដាក់អីទេតែពងទាពងមាន់យើងឆ្ងាញ់យកទៅណាមិនអស់កងៅនេះពិបាកទិញពិបាកទុកដាក់ពិបាកថែណាថ្ងៃពីរហ្នឹងឲ្យលួយអស់ហើយណាមកដល់ភ្លាមខ្លះសេតែមួយថ្ងៃទេឡំឡើងអ្នកម្ដាយចាប់ដើមឆាឲ្យកូនញ៉ាំអើយអូយតំណងណាបងអើយយើងក៏លុកឆាជាមួយនឹងពងទាឲ្យបងស្លឹកខ្ទឹមចូលបន្តិចមកកងៅយើងគឺឆ្ងាញ់មែនតើមកញ៉ាំតាទេក៏បានដាក់ជាមួយបាយឬតាត្រជាមួយនឹងទឹកម្ទេសអើយទឹកថៃហល់មកជាតិហ្មងនេះពូកាយនិតគាត់មកលេងទេហ៎មុំតាន់បាយថ្ងៃយើងមានជាមួយនឹងឆាផ្សិតកងៅជាមួយពងទាមុខទៀតហ្នឹងគឺយើងស្ងោរជាមួយនឹងស្ងោរផ្ទីសាច់ជ្រូកឈាមណាថ្ងៃហ្នឹងជាលៀបទឹកទៅចេញពីពេទ្យវះកាតបងគាត់មកកដោមកលៀបដល់ផ្ទះចឹងមកគាត់ថាបងមកលេងផ្ទះចឹងរឿងរបស់ញ៉ាំគឺអត់មានទេយើងបានធៀមជាមួយនឹងស៊ុបនុយរបស់យើងដូចតរដងចឹងមានជើងជ្រូកមានសាច់ជ្រូក3ជាន់មានឈាមមានជើងមាន់ចាមានប្រហិតមានគ្រឿងខ្នងទឹកឪពុះទៅយើងដាក់គ្រឿងផ្សំយើងចូលណាតែលៀបធ្វើហ្នឹងមកមានអាសាបង្ហាញញឹកជាងគេគឺស៊ុបនុយនេះឯងថាមួយខែធ្វើ4-5 ដងចឹងរបៀបធ្វើគឺដដែលហ្នឹងបងអើយមិនខុសគ្នាទេប្រមុនវាជាលិគ្នាអញ្ចឹងណាប្រើនេះខ្លះប្រើនោះខ្លះដូរដាក់នេះខ្លះទៅដូរដាក់នោះអញ្ចឹងតែរសជាតិហ្នឹងទៅនេះថាឆ្ងាញ់បងគាត់ចង់ធ្វើលក់ធ្វើអីធ្វើតាមប្រមុនមកលៀបបានអាចយកទៅលក់ដូរបានហើយស៊ុបនុយយើងវគ្គនេះយើងប្រើជាមួយនឹងផាត់ផាត់ថៃម្ដងធ្លាប់តែប្រើផាត់សាច់គោហើយវគ្គនេះបដូរអារម្មណ៍ដាក់ជាមួយនឹងផាត់ត្រីយើងមាននុយយើងមានមីសួរយើងមានមីកាចាប់យើងមានកាទៀនលតមានអីអញ្ចឹងណាចូលចិត្តញ៉ាំអីដាក់នឹងម៉ាក់ដែលមានកូនសក់រួយសំពងស្អិតចុងច្រពាក់ប្របាក់សិតសក់ដុសយឺតសក់ស្ដាងចាដុសវែងខ្លីអត់ស្មើគ្នាមីសូមណែនាំជាមួយនឹងសាប៊ូកក់សក់អស់កណិតពេញក្នុងទីកែមួយនេះល្អប្រើខ្លាំងមែនតែនឃើញផ្លែតាំងពីកក់លើកដំបូងមកដែលជួយសក់កូនរបស់យើងនឹងតុនជាងមុនស្រួលសិតអន់ច្រពាក់អន់ជ្រុះអន់ដាច់ផលជាប្រចាំថ្ងៃមិនធ្វើឲ្យកូនមានរស័យសក់វែងក្រាស់ទុនរលាស់លងស្អាតទេសូម្បីតែស្បែកមុខនិងស្បែកខ្លួនកូនក៏លងស្អាតដែរព្រោះនៅក្នុងសាប៊ូពេញដងនេះមានរូបមន្តពិសេសមួយគឺរូបមន្តប្រេងដងដែលជួយស្បែកមុខស្បែកក្បាលជាមួយនឹងស្បែកខ្លួនកូនមានសុខភាពល្អនិងទុនរលងស្អាតទៅបន្លែរបស់យើងមានពីរមុខដូចរាល់ដងអញ្ចឹងមានតកួនហើយនិងស្ដៃបដងមានហងៃវឡុកមកលៀបនឹងអត់មានអីទេវីដេអូចែកម្លែកពីការធ្វើម្ហូបវីដេអូចែកម្លែកពីក្តីស្រឡាញ់វីដេអូធ្វើពីសកម្មភាពប្រចាំថ្ងៃវីដេអូល្អវីដេអូកំប្លែងវីដេអូណែនាំតែប៉ុណ្្នឹងឯងបងពិសេសណាសកម្មភាពក្នុងគ្រួសារនឹងឯងតែផលបង្ហាញទៅបងទាំងអស់គ្នាអញ្ចឹងណាថ្ងៃនេះអញ្ចឹងចាម្ហូបធៀបថាពេញទេថាម្ហូបខ្លះមកលៀបញ៉ាំអត់បានដោយសារយើងក្រោយវាកាត់ពេទ្យឲ្យតបយ៉ាងច្រើនដែរសូម្បីតែស៊ុបនុយក៏ត្រូវធ្វើសម្រាប់ខ្លួនឯងនឹងមួយឆ្នាំផ្សេងយើងអត់ញ៉ាំគ្រឿងសមុទ្រអត់ញ៉ាំឲ្យទឹកថៃទឹកស្អ៊ីវហ្នឹងអីក៏ធ្វើសម្រាប់យើងមួយឆ្នាំផ្សេងឆ្នាំនេះសម្រាប់បងគាត់មកលេងមកលៀបចឹងណាអត់អីញ៉ាំទេរបស់ញ៉ាំគឺមានតក៏តរហូតមកស៊ុបនុយរបស់យើងតំណងមែនតើបងនេះថាសាច់វាថាគ្រឿងក្នុងផាត់គឺដាក់ម្ចាស់ដៃមកយើងធ្វើខ្លួនឯងចឹងអត់ថាំគ្រឿងទេស៊ុបមកជាតិឆ្ងាញ់ពីប្រភេទ topping ដែលយើងអេតពីលើវិញអូដាក់មកស្រឡាញ់ទៅចាចង់ញ៉ាំឈាមច្រើនដាក់ឈាមចង់សាច់ចង់ជើងមាន់ចង់ផាត់ដាក់ឯណាណៃមកអ្នកជំងឺឃើញតែឈឺចឹងណាចាដាក់បាន1លានមុខហ្មងចាអ្នកជំងឺចារំស្គត់ពេញមុខនេះឯងមុខបាក់លៀបហ្នឹងចាំពេញខ្លាញ់ហ៎ពេលហ្នឹងភាគច្រើនឲ្យធ្វើស៊ុបហ្នឹងគាត់កំហញ៉ាំមកនុយកាទៀវគឺអត់ទេធ្វើស៊ុបភាគច្រើន100ទាំង100គឺគាត់ញ៉ាំតែជាមួយនឹងមីកាចាប់ឬក៏គាត់ដាក់ជាមួយនឹងប្រភេទមីគីឡូចឹងណាប៉ាចូលចិត្តនេះចាហ្នឹងមិនតិចណាបងអូយស្មានចិត្តយើងឯនេះច្រើនមែនតើគាត់ថាអ្នកថតហ្នឹងថតបានតែប៉ុណ្្នេះទេបងតាទូអាចក្នុងវីដេអូហ្នឹងគឺអ៊ីកាជាមួយនឹងពូណាត់គាត់ថាមកកដោប្អូនស្រីណាឡាមួយថ្ងៃពេញបបតាមម្ដងតរៀងយប់ជ្រៅគាត់ត្រឡប់ទៅវិញអ្នកទៀតដែលមកមិនដាច់ខាតហ្នឹងចាគឺពូឡុងនេះឯងឡុងឲ្យថាមានការមានធរៈគឺដឹងតែមានអវត្តមានរហូតយ៉ាងនេះវិញប្រអ៊ំចិត្តប្អូនឈឺប្អូនអីហ្នឹងគឺដឹងឃើញមុខម៉ែវហើយសម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងអរគុណច្រើនម៉ៃ